អ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាបក្សីមួយចំនួនមិនចេះហើរឬមិនអាចហើរបានបក្សីមួយចំនួនដូចជាសត្វអូទ្រីសសត្វអេមីញូសត្វគីវីនិងសត្វផេនគ្វីនជាដើមពួកវាមិនចេះហើរនោះទេបើទោះបីជាពួកវាមានឈ្មោះជាបក្សីមានស្លាបក៏ដោយហើយនេះក៏ជាមូលហេតុ5យ៉ាងដែលសត្វស្លាបប្រភេទទាំងនេះមិនអាចហើរបានទី1នោះគឺដោយសារតែទំហំនិងទម្ងន់នៃដងខ្លួនរបស់វាតែម្ដងដោយតែអ្នកនរគ្នាដឹងស្រាប់ហើយប្រភេទសត្វស្លាបដូចជាសត្វអូទ្រីសនិងសត្វអេមីញូជាដើមមានមាឌធំធំមែនទែនហើយពួកវាក៏ជាប់ឈ្មោះជាបក្សីដែលមានមាឌធំបំផុតផងដែរបើប្រៀបធៀបទៅនឹងសត្វស្លាបដទៃទៀតដែលជាហើរសត្វអូទ្រីសអាចមានទម្ងន់លើសពី150គីឡូឯណោះហើយស្លាបរបស់វានឹងមានទំហំតូចពេកមិនអាចយោងទូខ្លួនដ៏ធ្ងន់បែបនេះបានទេដូច្នេះហើយការហោះហើរសម្រាប់ពួកវាគឺមិនអាចទៅរួចឡើយទី2នេះគឺដោយសារតែរចនាសម្ព័ន្ធស្លាបរបស់វាបើនិយាយពីសត្វស្លាបដែលជាហើរពួកវាមានស្លាបវែងនិងមានកម្លាំងខ្លាំងពួកវាមានរោមសម្រាប់ហោះហើរដ៏រឹងមាំចំណែកឯសត្វអេមីញូសត្វអូទ្រីសសត្វខាសូវរីនិងសត្វគីវីជាដើមពួកវាមានស្លាបខ្លីៗមិនទាន់អភិវឌ្ឍពេញលេញនៅឡើយទេដូច្នេះហើយបានជាពួកវាមិនមានសមត្ថភាពក្នុងការកម្លាំងលើកទម្ងន់ដងខ្លួនបានទេផ្ទុយទៅវិញស្លាបរបស់វាគ្រាន់តែប្រើសម្រាប់ទប់លំនឹងនៃដងខ្លួនឬសម្រាប់ភាពតាក់ទាញតែប៉ុណ្ណោះទី3នេះគឺដោយសារតែឆ្អឹងទ្រូងនិងសាច់ដុំសម្រាប់ហោះហើររបស់វាសត្វស្លាបដែលចេះហើរមានឆ្អឹងទ្រូងនិងសាច់ដុំសម្រាប់ហោះហើរយ៉ាងធំភ្ជាប់ជាមួយនឹងឆ្អឹងទ្រូងយ៉ាងរឹងមាំចំណែកឯសត្វស្លាបដែលមិនចេះហើរពួកវាមានទ្រូងរាបស្មើដែលមានន័យថាពួកវាខ្វះរចនាសម្ព័ន្ធសាច់ដុំដែលត្រូវការចាំបាច់សម្រាប់ការហោះហើរពួកវាមិនមានកម្លាំងនៅក្នុងការហោះហើរនោះទេដោយប្រយោជន៍កម្លាំងទាំងអស់សម្រាប់ការរត់ជំនួសវិញទី4នោះគឺដោយសារតែការសម្របខ្លួនតាមការវិវត្តរបស់ភេទរស់នៅលើភពផែនដីកាលពីអតីតកាលបរិស្ថានខ្លះមានសត្វមាំងសាសីតិចតួចដូច្នេះហើយការហោះហើរមិនចាំបាច់នោះទេសម្រាប់ការរស់រានមានជីវិតរបស់បក្សីមួយចំនួនផ្ទុយទៅវិញសត្វស្លាបធំដែលអាចរត់បានលឿនបែបនេះមានគុណសម្បត្តិមួយគឺពួកវាអាចវ៉ាដាច់គេក្នុងការគេចចេញពីការគំរាមកំហែងរបស់សត្រូវនិងអាចធ្វើដំណើរគ្រប់ទីកន្លែងបានឆ្ងាយដើម្បីស្វែងរកចំណីអាហារផងដែររាប់រយលានឆ្នាំមកហើយដែលបក្សីប្រភេទនេះបានបាត់បង់សមត្ថភាពក្នុងការហោះហើរពីព្រោះវាមិនចាំបាច់នោះទេសម្រាប់ពួកវាទី5នោះគឺដោយសារតែគុណសម្បត្តិនៃការរត់លឿនរបស់វាសត្វអូទ្រីសអាចរត់បានរហូតទៅដល់70គីឡូម៉ែត្រក្នុង1ម៉ោងធ្វើឲ្យពួកវាក្លាយទៅជាសត្វជើងពីរដែលមានសមត្ថភាពរត់លឿនបំផុតនៅលើភពផែនដីសត្វអេមីញូអាចរត់បានប្រហែល50គីឡូម៉ែត្រក្នុង1ម៉ោងហើយវាជាសត្វដែលស៊ូទ្រាំបំផុតក្នុងការរត់សមត្ថភាពរត់របស់ពួកវាបានក្លាយជាយន្តការពារដ៏សំខាន់បំផុតសម្រាប់ពួកវាជំនួសឲ្យការហោះហើរបាននិយាយទៅទូខ្លួនធំស្លាបតូចគ្រោងឆ្អឹងខុសគ្នានឹងការវិវត្តរបស់វាបានធ្វើឲ្យការហោះហើររបស់ពួកបក្សីប្រភេទនេះលែងមានការចាំបាច់តទៅទៀតហើយផ្ទុយទៅវិញសមត្ថភាពរត់លឿនរបស់ពួកវាបានជំនួសឲ្យការហោះហើរនិងបានធ្វើឲ្យពួកវាក្លាយជាសត្វបក្សីដែលរត់លឿនបំផុតនិងស្ទាត់ជំនាញក្នុងការរស់នៅលើដីរួចបាត់ទៅហើយ